រឿងអាគមបង្ក្រាបវិញ្ញាណគំណាសាច់រឿងមួយនេះចាប់ផ្ដើមនិយាយដំបូងពីគ្រួសាររបស់តាច័ន្ទគាត់គឺជាជាងឈើដែលផលិតសម្ភារៈអំពីឈើជាច្រើនមុខកាលនោះគាត់ផលិតសម្ភារៈតន្ត្រីដូចជាស្គរឆៃយ៉ាំស្គរដៃរនាតនិងឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតបន្ទាប់ពីនេះគាត់ក៏បានធ្វើតុកទូអំពីឈើដ៏ប្រណិតផងដែរមុខរបរមួយនេះធ្វើឲ្យគ្រួសាររបស់គាត់រស់នៅមានជីវភាពធូរធារក៏ប៉ុន្តែសពថ្ងៃនៅទីកន្លែងរបស់គាត់ដោយសារតែមានអ្នកត្រូវការទិញច្រើនពេកទើបពួកគាត់ធ្វើមិនទាន់ដូច្នេះហើយដោយសារតែទីកន្លែងតូចផងតាច័ន្ទគាត់កំពុងតែរិះគិតដើម្បីទៅរកទិញដីកន្លែងផ្សេងដែលរាងធំទូលាយបន្តិចដើម្បីបង្កើតមុខរបររបស់គាត់នេះឲ្យកាន់តែធំឡើងតាច័ន្ទគាត់មានកូនប្រុសម្នាក់ឈ្មោះថានីសុនចំណែកឯនីសុនគេក៏មានប្រពន្ធនិងបានកូនប្រុស2នាក់ផងដែរមុខរបររបស់តាច័ន្ទកាន់តែរីកចម្រើនដូច្នេះហើយទីកន្លែងរបស់គាត់ចង្អៀតពេកណាមួយការងាររបស់គាត់បង្កើតសម្លេងរំខានទៅដល់អ្នកជិតខាងយ៉ាងខ្លាំងថ្ងៃណាក៏បានឮសម្លេងរប៉េះរប៉ោះស្នូពូថៅស្នូញញួរផងដែរដោយសារតែគាត់ខ្លាចចិត្តទៅដល់អ្នកភូមិគាត់ក៏សម្រេចចិត្តដើរទៅរកទិញដីមួយកន្លែងផ្សេងទៀតដើម្បីសាងសង់ផ្ទះទីកន្លែងដែលគាត់ចង់បាននោះគឺចង់បានដីមួយដែលនៅរាងដាច់ស្រយាចេញពីគេបន្តិចដើម្បីកុំឲ្យកើតសម្លេងរំខានក៏ប៉ុន្តែតាច័ន្ទមិនទាន់រកទិញកន្លែងផ្សេងបាននោះទេគាត់នៅតែបន្តធ្វើការងារនៅក្នុងផ្ទះរបស់គាត់នោះទៀតទៅដោយសារតែមានភ្ញៀវគេកំងរបស់របរច្រើនខ្លាំងពេកតាច័ន្ទគាត់ក៏បានរកក្មួយប្រុសគាត់ម្នាក់ដែលជាត្រូវបងប្អូនជាដូនមួយគេនោះឈ្មោះថានីប៉ែនគេក៏ជាជាងឈើដ៏ចំណានម្នាក់ផងដែរបន្ទាប់ពីគេបានចូលមកធ្វើការក្នុងផ្ទះរបស់តាច័ន្ទគេបានជួយជំនួសដៃជំនួសជើងរបស់តាច័ន្ទបានច្រើនខ្លាំងណាស់ដោយសារតែនីប៉ែនគេគឺជាមនុស្សឧស្សាហ៍នៅក្នុងថ្ងៃមួយវេលាហូបបាយថ្ងៃត្រង់រួចតាច័ន្ទបាននិយាយជាមួយនឹងកូនប្រុសគាត់ថាណែកូនប្រុសពុកគិតថាទៅរកទិញដីមួយកន្លែងផ្សេងទៀតដើម្បីបើកកន្លែងរបស់ជើងឲ្យកាន់តែធំជាងនេះបន្តិចសពថ្ងៃនេះអ្នកភូមិគេកំពុងតែត្រូវការឧបករណ៍ដែលធ្វើចេញមកពីឈើរបស់យើងនេះខ្លាំងណាស់ក៏ប៉ុន្តែផ្ទះយើងសពថ្ងៃនេះរកតែកន្លែងដាក់ឈើដាក់មិនចង់បានផងពុកគិតថាចង់ទៅរកមើលកន្លែងផ្សេងឲ្យវាធំទូលាយជាងនេះបន្តិចណាមួយការងាររបស់យើងបានបង្កើតសម្លេងរំខានទៅដល់អ្នកភូមិយ៉ាងខ្លាំងអ្នកជិតខាងនៅម្ដុំផ្ទះយើងសពថ្ងៃនេះដោយសារតែស្គាល់គ្នាជិតស្និទ្ធទើបគេមិនសូវជាមាត់ជាកតាកូនគិតយ៉ាងម៉េចដែរនីសុនបន្ទាប់ពីឮសម្ដីឪពុកបាននិយាយគេក៏បានឆ្លើយតបថាបាទពុកខ្ញុំក៏គិតដូចជាលោកពុកដែរដោយសារតែសពថ្ងៃនេះពួកយើងនៅកន្លែងនេះរកកន្លែងដាក់ឈើមិនចង់បាននោះទេណាមួយសម្ភារៈធ្វើរួចក៏គ្មានកន្លែងដាក់ឲ្យត្រឹមត្រូវបើបានទីកន្លែងមួយរៀងធំទូលាយជាងនេះបន្តិចយើងក៏ល្អផងដែរ
អ្នកទាំងពីរកំពុងតែជំនុំគ្នាខណៈពេលនោះនាយប៉ែនគេក៏បាននិយាយឡើងថាលោកអ៊ំតើលោកអ៊ំចង់ទិញដីនិងទិញផ្ទះមែនឬទេខ្ញុំឮម្ដាយរបស់ខ្ញុំនិយាយថានៅឯភូមិខាងនោះគេមានលក់ផ្ទះសម្បែងហើយដីរបស់គេគឺធំទូលាយផងដែរបន្ទាប់ពីនាយប៉ែនបាននិយាយបែបនោះតាចាន់គាត់ក៏បានឆ្លើយតបវិញថាអើក្មួយគឺអ៊ំចង់ទិញដីមួយកន្លែងដើម្បីសាងសង់ផ្ទះឲ្យធំទូលាយបន្តិចណាមួយការងាររបស់ជើងក៏កាន់តែរីកចម្រើនដែរបើសិនមានកន្លែងទូលាយយើងក៏អាចធ្វើឧបករណ៍ទាំងអស់នេះបានច្រើនហេងសយលោកអ៊ំចង់ដាក់កូនជាងម្នាក់ពីរនាក់ទៀតដើម្បីឲ្យគេមកជួយជំនួសដៃអូនណែតើផ្ទះដែលក្មួយបាននិយាយនោះនៅម្ដុំណាទៅពេលនោះនាយប៉ែនក៏បាននិយាយទៅកាន់អ៊ំប្រុសថាបាទលោកអ៊ំនៅមិនឆ្ងាយពីទីនេះទេគឺរំលងត្រឹមតែពីភូមិតែប៉ុណ្ណោះផ្ទះនោះគឺជាផ្ទះរបស់មេតាហ៊ានដោយសារតែមេរបស់គាត់ត្រូវដកគាត់ឲ្យទៅកាន់ការនៅកន្លែងផ្សេងទៀតដូច្នេះហើយគាត់មិនអាចទុកប្រពន្ធរបស់គាត់ចោលនៅទីនេះម្នាក់ឯងបានមេតាហ៊ានក៏សម្រេចចិត្តលក់ផ្ទះនេះយ៉ាងប្រញាប់ដើម្បីទៅសាងសង់ផ្ទះថ្មីនៅទីកន្លែងដែលគាត់កាន់កាប់តាច័ន្ទបន្ទាប់ពីឮសម្ដីរបស់នាយប៉ែននិយាយដូច្នោះគាត់សប្បាយចិត្តខ្លាំងណាស់ហើយគាត់ក៏បានឆ្លើយតបទៅកាន់នាយប៉ែនថាអើក្មួយបើអញ្ចឹងមែនថ្ងៃស្អែកឯងជូនលោកអ៊ំធ្វើដំណើរទៅផ្ទះនោះទៅតើឯងស្គាល់ដែរឬទេនាយប៉ែនគេក៏បាននិយាយឡើងថាបាទអ៊ំខ្ញុំស្គាល់ទេតើផ្ទះមួយនោះចាំថ្ងៃស្អែកចាំពួកយើងធ្វើដំណើរទៅបន្ទាប់ពីនោះពួកគាត់ក៏បានធ្វើការបន្តទៀតលុះថ្ងៃស្អែកពេលព្រឹកប្រហៀមតាច័ន្ទជាមួយនឹងនាយប៉ែនចាប់ផ្ដើមធ្វើដំណើរចេញពីផ្ទះដើម្បីសំដៅទៅរកផ្ទះមួយដែលគេថាដាក់លក់នោះធ្វើដំណើរថ្មើរជើងអស់រយៈពេល 2-3 ម៉ោងពួកគាត់ក៏បានឃើញផ្ទះនោះពីចម្ងាយតាច័ន្ទគាត់ក៏បាននិយាយទៅកាន់ក្មួយប្រុសថាណែប៉ែនផ្ទះនោះមែនទេដែលគេថាដាក់លក់នោះនាយប៉ែនក៏បានឆ្លើយតបថានឹងឲ្យលោកអ៊ំផ្ទះគេនៅស្អាតបាតខ្លាំងណាស់ចំណែកឯដីរបស់គេក៏ទូលាយផងដែរបើសិនជាលោកអ៊ំចង់ពង្រីកមុខរបរនោះក៏វាមិនពិបាកដែរលោកអ៊ំក្រោយមកអ្នកទាំងពីរក៏ប្រញាប់ប្រញាល់ស្រុតដំណើរទៅបន្ទាប់ពីទៅដល់លោកតាច័ន្ទនិងនាយប៉ែនក៏ចាប់ផ្ដើមធ្វើដំណើរសម្ដៅទៅផ្ទះនោះដើម្បីចង់ជួបជាមួយនឹងម្ចាស់ផ្ទះបន្ទាប់ពីបានចូលទៅតាច័ន្ទក៏បានជួបជាមួយនឹងមេតាហ៊ានក្រោយមកគាត់ក៏បានសួរលោកតាហ៊ានថាណែលោកតាហ៊ានឮថាផ្ទះនេះដាក់លក់មែនឬទេពេលនោះមេតាហ៊ានក៏បានឆ្លើយតបថាបាទលោកអ៊ំគឺខ្ញុំចង់លក់ផ្ទះនេះមែនដោយសារតែខ្ញុំត្រូវរើទៅរស់នៅតំបន់ផ្សេងទៀតតើលោកអ៊ំត្រូវការទិញផ្ទះនេះបន្តពីខ្ញុំមែនឬទេនៅពេលនោះតាច័ន្ទបានសម្លឹងទៅបរិវេណផ្ទះគាត់បានឃើញផ្ទះធំទូលាយនិងដីខាងមុខក៏ធំល្អចំណែកឯពីខាងមុខនោះគឺមានម្លប់ដាំអំពិលបារាំងត្រជាក់ត្រឈឹងត្រឈៃធ្វើឲ្យគាត់អាចទុកសម្ភារៈរបស់គាត់បានតាច័ន្ទគាត់ក៏បាននិយាយទៅកាន់មេតាហ៊ានថាបាទក្មួយគឺខ្ញុំចង់ទិញផ្ទះមួយនេះតើចង់លក់ថ្ងៃណាដែរមេតាហ៊ានក៏បានឆ្លើយតបថាបាទលោកអ៊ំខ្ញុំត្រូវប្រញាប់ទៅខាងនោះឲ្យបានឆាប់រុះរាន់បើសិនជាលោកអ៊ំត្រូវការទិញប្រញាប់ខ្ញុំក៏ឆាប់លក់ផងដែរបន្ទាប់ពីនោះទៅតាច័ន្ទជាមួយនឹងមេតាហ៊ានបានពិភាក្សាគ្នាអស់មួយសន្ទុះរួចហើយពួកគាត់ក៏បានត្រូវថ្លៃគ្នាមេតាហ៊ានក៏សម្រេចចិត្តថាលក់ផ្ទះមួយនេះឲ្យទៅតាច័ន្ទតែម្ដងរយៈពេលមួយសប្តាហ៍ក៏បានកន្លងផុតទៅម្ចាស់ផ្ទះចាស់គេក៏បានរើសសម្ភារៈចេញអស់ចំណែកឯតាច័ន្ទក៏ចាប់ផ្ដើមដឹកសម្ភារៈរបស់គាត់យកមកចូលក្នុងផ្ទះនេះបន្តិចម្ដង
បន្ទាប់ពីរើផ្ទះចូលមកក្នុងផ្ទះថ្មីហើយតាច័ន្ទគាត់ក៏បានដាក់លួដីរបស់គាត់ឲ្យអ្នកភូមិបានដឹងផងដែរចំណែកឯអ្នកភូមិដែលមានផ្ទះនៅជាប់ផ្ទះរបស់តាច័ន្ទចាស់វិញពួកគេក៏ចង់បានដីនោះដើម្បីពង្រីកផ្ទះសម្បែងរបស់គេឲ្យធំជាងមុនបន្តិចដែរមិនយូរប៉ុន្មានតាច័ន្ទក៏បានលក់ដីចាស់របស់គាត់បានដាច់និងបានប្រាក់កាក់មួយចំនួនដើម្បីមកពង្រីកមុខរបររបស់គាត់បន្ថែមទៀតពេលដែលចូលមករស់នៅក្នុងផ្ទះថ្មីនេះរយៈពេលពី3ថ្ងៃសកម្មភាពនៅក្នុងផ្ទះដូចជាធម្មតានោះទេគ្មានរឿងអ្វីគួរឲ្យចម្លែកឡើយចំណែកឯតាច័ន្ទបានប្រាប់ទៅកូនរបស់គាត់ឲ្យរៀបចំទុកដាក់សម្ភារៈមួយចំនួនតាមរបៀបរបបផងដែរទីកន្លែងណាត្រូវដាក់សម្ភារៈអីទីកន្លែងណាត្រូវដាក់សម្ភារៈអីអ្នកទាំងអស់គ្នាបានរស់នៅផ្ទះនោះអស់រយៈពេលប៉ុន្មានថ្ងៃក្រោយពីប៉ុន្មានថ្ងៃនោះមកស្រាប់តែក្នុងផ្ទះហាក់ដូចជាមានរឿងចម្លែកពេលយប់ឡើងនៅខាងមុខផ្ទះហាក់បានឮសំឡេងមនុស្សកំពុងតែនិយាយគ្នាពេលខ្លះក៏បានឮសំឡេងមនុស្សស្រីបំពេកូនពេលខ្លះទៀតក៏បានឮសំឡេងក្មេងយំតាច័ន្ទគាត់ក៏ឧស្សាហ៍ចេញមកមើលខាងមុខផ្ទះដែរក៏ប៉ុន្តែគាត់មិនដាល់បានឃើញអ្វីនោះទេមួយរយៈពេលកន្លងមកទៀតសកម្មភាពនេះកាន់តែរញ៉េរញ៉ៃក្នុងផ្ទះក៏ចេះតែកើតរឿងហេតុចម្លែកឡើងនៅក្នុងថ្ងៃមួយតាច័ន្ទគាត់ត្រូវធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីកាប់យកឈើល្អយកមកធ្វើសម្ភារៈគាត់បន្តទៀតតាច័ន្ទបានប្រាប់ទៅនិស្សិតនិងប្រាប់ឲ្យនិប៉ែនរៀបចំរទេះដើម្បីធ្វើដំណើរចូលទៅក្នុងព្រៃការធ្វើដំណើររបស់ពួកគាត់ប្រហែលជាមួយថ្ងៃពេញដោយសារបន្ទាប់ពីរំលំដើមឈើហើយពួកគាត់នៅកាត់វាជាកង់តូចដើម្បីងាយស្រួលលើកដាក់លើរទេះចំណែកឯនាងសុខាដែលជាប្រពន្ធរបស់នីស្តនវិញគេនៅផ្ទះបានរៀបចំបាយទឹកសម្រាប់ឲ្យអ្នកទាំង3នាក់នេះធ្វើដំណើរចេញទៅក្រៅផងដែរបន្ទាប់ពីស្នូររទេះបានចេញផុតពីផ្ទះបាត់សុខាបានចូលទៅបោះសម្អាតផ្ទះសម្បែងរបស់នាងហើយនាងក៏ចាប់ផ្ដើមរៀបចំធ្វើម្ហូបនិងដាំបាយដាំទឹកដើម្បីឲ្យកូនគេទាំងពីរនាក់បានហូបអាហារពេលថ្ងៃត្រង់ផងដែរសុខាគេរវល់ទៅរៀបចំផ្ទះសម្បែងចំណែកឯកូនប្រុសគេតូច2នាក់បាននាំគ្នារត់លេងខាងមុខផ្ទះមួយសន្ទុះក្រោយមកអាតូចដែលជាប្អូនរបស់កាក់ក្តាវាស្រាប់តែបានឃើញក្មេងប្រុស2នាក់បានវាចុះពីលើដើមឈើមកក្មេងប្រុសទាំង2នាក់នោះហាក់ដូចជាមានរូបរាងចម្លែកសម្លៀកបំពាក់ពណ៌សភ្នែកខ្មៅជាំក្រោយពីឃើញក្មេងនោះហើយអាតូចក៏បានស្រែកហៅបងវាថាបងមកទីនេះមកមានក្មេងៗកំពុងតែឈរនៅក្រោមដើមអំពិលបារាំងនៅខាងមុខផ្ទះចំណែកឯកាក់ក្តាបន្ទាប់ពីឮសំឡេងប្អូនបានស្រែកហៅគេក៏ប្រញាប់ប្រញាល់រត់ចេញមកខាងមុខផ្ទះផងដែរក្រោយមកគេស្រាប់តែប្រទះឃើញក្មេង2នាក់កំពុងតែឈរបក់ដៃហៅគេដោយសារតែនៅក្មេងៗពួកគេមិនបានដឹងថាក្មេងទាំងពីរនោះគឺជាកូនព្រាយនោះទេកាក់ក្តាជាមួយនឹងអាតូចក៏ចាប់ដើមរត់មកប្រឡែងលេងជាមួយនឹងពពួកក្មេងព្រាយទាំងអស់នេះចំណែកឯនាងព្រាយដែលជាម្ដាយវិញបានអង្គុយយោជើងនៅលើមេឃអំពិលបារាំងនៅខាងលើឯណោះតាមពិតទៅសំឡេងជំនុំគ្នាសំឡេងបំពេកូននិងសំឡេងស្រែកយំពេលយប់គឺជាសំឡេងរបស់ពពួកព្រាយនេះហើយពួកវាបានរស់នៅដើមអំពិលបារាំងអស់រយៈពេលជាយូរខែមកហើយវេលាថ្ងៃត្រង់ក៏បានឈានចូលមកដល់សុខាក៏បានធ្វើបាយម្ហូបរួចនាងក៏បានស្រែករកកូនដើម្បីឲ្យពួកវាទៅហូបបាយក៏ប៉ុន្តែពេលនោះនាងហាក់ដូចជាមិនបានឮសំឡេងកូនរបស់នាងឆ្លើយតបពេលនោះសុខាបានចេញមកក្រៅស្រាប់តែបានឮសំឡេងមនុស្សហាក់ដូចជាមានចំនួនច្រើនបន្ទាប់ពីឮសំឡេងចម្លែកដូច្នោះ
សុខានាងក៏ប្រញាប់ប្រញាល់ចេញមកខណៈពេលនោះនាងស្រាប់តែបានឃើញអ្វីមួយយ៉ាងកំពុងតែវាតាមដើមឈើសម្ដៅឡើងទៅលើចុងអំពិលបារាំងបាត់នៅពេលនោះនៅសល់តែកូនប្រុសរបស់នាងពីរនាក់តែប៉ុណ្ណោះបន្ទាប់ពីឃើញសភាពការហាក់ដូចជាមិនស្រួលសុខាចាប់ផ្ដើមដឹកដៃកូនប្រុសទាំងពីរនាក់រត់សម្ដៅចូលទៅក្នុងផ្ទះយ៉ាងប្រញាប់ប្រញាល់ពេលនោះសុខាបានសួរទៅកាន់កូនគិតថាណែកូនអំបាញ់មិញពួកឯងកំពុងតែលេងជាមួយនឹងអ្នកណាអាតូចនឹងកាក់ក្តាវាក៏បានឆ្លើយប្រាប់ម្ដាយវាថាអំបាញ់មិញនេះវាបានលេងជាមួយនឹងក្មេងៗដែលកូនអ្នកភូមិនៅម្ដុំនេះមកលេងនៅទីនេះផងដែរក៏ប៉ុន្តែក្មេងៗទាំងអស់នោះបន្ទាប់ពីលេងរួចវាស្រាប់តែឡើងទៅលើដើមឈើបាត់ទៅសុខាគ្រាន់តែបានឮកូននិយាយភ្លាមចាប់ដើមព្រឺរោមខ្ញាក់ខ្ញាក់ដោយគេបានដឹងថានោះមិនមែនជាកូនរបស់អ្នកភូមិទេវាប្រហែលជាពពួកព្រាយបិសាចដែលសន្ធិដ្ឋនៅដើមអំពិលបារាំងបន្ទាប់ពីនោះទៅដោយសារតែភាពភ័យតក់ស្លុតខ្លាចពពួកព្រាយនេះធ្វើបាបទៅដល់កូនរបស់នាងសុខាបានយកចេកមួយស្និតដាក់នៅលើចាននិងធូប3សរសៃបន្ទាប់មកនាងបានយកទៅដាក់សែនក្រោមដើមអំពិលបារាំងហើយនិយាយឡើងថាសូមពពួកអមនុស្សទាំងឡាយកុំមកយាយីទៅដល់កូនខ្ញុំអីពួកគេនៅក្មេងៗណាស់ពួកគេមិនដឹងខ្យល់អ្វីនោះទេសូមអ្នកទាំងអស់គ្នាចាក់ចេញពីទីនេះទៅបន្ទាប់ពីសុខាបានបែរបន់រួចនាងក៏ចាប់ផ្ដើមប្រញាប់ប្រញាល់ធ្វើដំណើរចូលទៅក្នុងផ្ទះនៅក្នុងពេលនោះចេកដែលនាងបានសែនក៏ចាប់ផ្ដើមខ្ទាតរប៉ាត់រប៉ាយរីឯចានវិញឮសំឡេងហាក់ដូចជាគេបោកនៅពេលនោះសុខាគេបានក្រឡេកភ្នែកទៅបានឃើញរបស់របរសំណាញ់របស់គេបានខ្ទាតខ្ទេចខ្ទីតែម្ដងរឿងហេតុកើតច្បាស់ដូច្នោះធ្វើឲ្យសុខាកាន់តែភ័យរន្ធត់នាងក៏ប្រញាប់ប្រញាល់រត់ចូលទៅក្នុងផ្ទះដឹកដៃកូនយកទៅអង្គុយអោបក្នុងបន្ទប់វេលាល្ងាចក៏បានឈានចូលមកដល់តាចាន់នេះប៉ែនព្រមទាំងនេះស្តុកក៏បានត្រឡប់មកពីក្នុងព្រៃវិញស្នូរតេះក៏ចាប់ផ្ដើមឮសំឡេងឡើងនៅពេលដែលសុខាបានដឹងថាឪពុកនិងប្តីបានត្រឡប់ចេញមកពីក្នុងព្រៃវិញហើយនាងក៏ប្រញាប់ប្រញាល់ដឹកដៃកូនទាំងពីររបស់ខ្លួនរត់សម្ដៅទៅរកប្តីតែម្ដងនៅក្នុងពេលនោះនីសនបានឃើញទឹកមុខប្រពន្ធហាក់ដូចជាខុសប្លែកពីធម្មតានីសនក៏បានសួរទៅកាន់ប្រពន្ធថាណែអូនតើមានរឿងអ្វីទៅបងមើលទៅមុខអូនហាក់ដូចជាស្លេកស្លាំងខ្លាំងណាស់សុខាចេះតែដៀងខ្សែភ្នែកសម្លឹងទៅដើមអំពិលបារាំងក៏ប៉ុន្តែនាងមិនបាននិយាយអ្វីច្រើននោះទេសុខាបានលាក់ទុករឿងនេះរហូតដល់ពេលល្ងាចវេលាម៉ោងហូបបាយក៏បានឈានចូលមកដល់អ្នកទាំងអស់គ្នាក៏បានប្រជុំគ្នាហូបបាយអាហារពេលយប់ខណៈពេលនោះសុខាគេក៏បាននិយាយទៅកាន់លោកពុកគេថាកាលពីថ្ងៃមិញនេះនាងកំពុងតែធ្វើម្ហូបបាយនៅក្នុងផ្ទះស្រាប់តែកូនរបស់គេក៏បានចេញទៅក្រៅរត់លេងជាមួយនឹងពពួកក្មេងៗដែលចុះចេញមកពីដើមអំពិលបារាំងតាច័ន្ទនិងនីសនបន្ទាប់ពីឮសម្ដីរបស់ប្រពន្ធគេក៏បានដឹងថានៅបរិវេណតំបន់មួយនេះប្រកាសជាមានពពួកវិញ្ញាណព្រាយដោយសារតែមួយរយៈនេះគេបានឮសម្លេងរបស់ពពួកព្រាយជំនុំគ្នាជារៀងរាល់ថ្ងៃពេលខ្លះក៏បានឮសម្លេងក្មេងយំពេលខ្លះក៏បានឮសម្លេងម្ដាយស្រែកច្រៀងបំពេកូនតាច័ន្ទបន្ទាប់ពីបានដឹងថាកូនរបស់គាត់មានអារម្មណ៍ភិតភ័យតាច័ន្ទគាត់ក៏បាននិយាយលួងទៅកាន់កូនស្រីថាណែកូនកុំបារម្ភអីចាំថ្ងៃស្អែកពុកដើរទៅសួរអ្នកជិតខាងមើលតើនាងព្រាយនេះវាមកពីណាបានជាសន្ធិដ្ឋរស់នៅក្នុងដើមអំពិលបារាំងនៅខាងមុខផ្ទះរបស់យើងមួយយប់នោះក៏បានកន្លងផុតទៅថ្ងៃស្អែកក៏បានឈានចូលមកដល់តាច័ន្ទងើបពីព្រឹកយ៉ាងប្រញាប់ប្រញាល់រួចហើយគាត់បានធ្វើដំណើរទៅផ្ទះអ្នកភូមិដែលមានផ្ទះសម្បែងនៅក្បែរនេះ
បន្ទាប់ពីទៅដល់តាចាន់គាត់បានសួរអ្នកភូមិថាតើផ្ទះនេះធ្លាប់មានរឿងរ៉ាវអ្វីកើតឡើងកាលពីមុនដែរឬទេចំណែកឯអ្នកភូមិម្នាក់ក៏បានឆ្លើយតបមកកាន់តាចាន់ថាតាមពិតទៅនៅក្នុងផ្ទះមួយនេះមានព្រាយ3ក្បាលសន្ធិដ្ឋនៅដើមអំពិលបារាំងកាលពីរយៈពេលប៉ុន្មានខែមុននោះមេឃភ្លៀងធ្លាក់ខ្លាំងមានអ្នកដំណើរ3នាក់គឺមនុស្សស្រីនាំកូន2នាក់មកជាមួយផងដែរពួកគេបាននាំគ្នាចូលទៅជ្រកភ្លៀងក្រោមដើមអំពិលបារាំងនោះតែគប់ជួនរឿងអកុសលអ្នកទាំង3នាក់ក៏ត្រូវរន្ទះបាញ់ស្លាប់នៅក្រោមដើមអំពិលបារាំងនោះតែម្ដងចាប់តាំងពីថ្ងៃនោះមកវិញ្ញាណរបស់ព្រាយនោះបានសន្ធិដ្ឋនៅទីនោះមិនព្រមចាក់ចេញទៅណាឡើយអ្នកភូមិក៏បានរៀបរាប់ប្រាប់តាចាន់ទៀតថាតាមពិតទៅផ្ទះនេះក៏ត្រូវពពួកព្រាយនេះលងបន្លាចដែរម្ចាស់ផ្ទះក៏ទៅរើផ្ទះនេះចេញបើសិនក្នុងផ្ទះនេះគ្មានរឿងរ៉ាវកើតឡើងនោះទេតើអ្នកណាទៅលក់ផ្ទះឲ្យលោកតានៅក្នុងតម្លៃថោកៗដូច្នេះទៅតាចាន់បន្ទាប់ពីបានដឹងរឿងហេតុទាំងអស់នោះហើយគាត់ក៏បានត្រឡប់មកផ្ទះវិញបន្ទាប់ពីមកដល់ផ្ទះតាចាន់បាននិយាយទៅកាន់នីសុនថាណែសុនកូនថ្ងៃនេះឯងទៅទិញមាន់ទីស្ងោរដើម្បីយកមកធ្វើជាសំណែនបន់ស្រន់ទៅដល់ដើមអំពិលបារាំងនេះទៅនៅក្នុងដើមអំពិលបារាំងជាងនេះមានព្រាយ3ក្បាលសន្ធិដ្ឋនៅបើយើងនិយាយយមស្រួលបួវាអាចស្ដាប់យើងបាននោះយើងទុកឲ្យវារស់នៅបន្តនៅទីនេះទៀតទៅក៏ប៉ុន្តែបើសិនជានាងព្រាយនេះមិនស្ដាប់យើងនោះទេចាំយើងលេងធေါ်ក្តៅបន្តទៀតនីស្តុនបន្ទាប់ពីស្ដាប់សម្ដីរបស់ឪពុកគេក៏ប្រញាប់ប្រញាល់ទៅរកទិញរបស់របរដើម្បីយកមកធ្វើសំណែននៅក្នុងថ្ងៃនេះផងដែរបន្ទាប់ពីបានរៀបចំសំណែនរួចគ្រួសារទាំងអស់ក៏ចាប់ផ្ដើមកាន់ធូបមកអុជអង្គុយនិយាយបួងសួងក្រោមដើមអំពិលបារាំងតាចាន់គាត់ក៏បាននិយាយឡើងថាពពួកព្រាយបិសាចដែលបានសន្ធិដ្ឋក្នុងដើមអំពិលបារាំងនេះពួកឯងរស់នៅឲ្យសនុកសុខស្រួលទៅយើងបានដាក់សំណែនឲ្យពួកឯងហើយក៏មកធ្វើបាបអ្វីទៅដល់ចៅយើងឲ្យសោះបើមិនអញ្ចឹងទេប្រកាសជាយើងលេងធေါ်ក្តៅហើយបន្ទាប់ពីសម្ដីតាចាន់បាននិយាយរួចមានខ្យល់បក់បោកយ៉ាងខ្លាំងបានបក់បោកកំទេចសំណែនដែលគាត់បានបន់ស្រន់នោះក្រោយមកសំឡេងមួយក៏បាននិយាយឡើងថាអត់ទេកូនរបស់ជើងត្រូវការកូនរបស់ឯងមកលេងជាមួយនឹងគ្នាបន្ទាប់ពីសំឡេងនោះបានកើតឡើងតាចាន់គាត់ក៏បានដឹងថានាងព្រាយនេះប្រកាសជាមានគោលបំណងចង់សម្លាប់ចៅរបស់គាត់ដើម្បីឲ្យទៅរស់នៅជាមួយនឹងកូនរបស់វាហើយខណៈពេលនោះតាចាន់ក៏បាននិយាយប្រាប់ទៅនីប៉ែននិងនីស្តុនឲ្យចាប់ផ្ដើមរៀបខ្សែសីមានិងដៃគោ7ដើមដើម្បីយកមកប្រសិទ្ធិមន្តអាគមដាក់នៅលើដើមអំពិលបារាំងនេះនីស្តុនបន្ទាប់ពីស្ដាប់សម្ដីឪពុករួចគាត់ក៏ចាប់ផ្ដើមរៀបចំប្រដាប់ប្រដាដើម្បីមកបង្ក្រាបនាងព្រាយនេះតែម្ដងតាចាន់បន្ទាប់ពីបានញញួរនឹងដៃគោហើយគាត់ចាប់ផ្ដើមលើកដៃគោឡើងប្រសិទ្ធិមន្តអាគមរបស់គាត់ហើយគាត់ក៏ចាប់ផ្ដើមដំដៃគោនោះមួយម្ដងទៅលើដើមអំពិលបារាំងដ៏ធំខ្សែសីមាក៏បានពាត់ពេញចង់ទៅលើដើមអំពិលបារាំងមួយសន្ទុះក្រោយមកសំឡេងរបស់នាងព្រាយក៏ចាប់ផ្ដើមមកកើតឡើងនាងព្រាយបានស្រែកយំអង្វរដោយសារតែឃើញអានុភាពរបស់តាចាន់ខ្លាំងពូកែក៏ប៉ុន្តែតាចាន់គាត់មិនអនុគ្រោះឲ្យនាងព្រាយសន្ធិដ្ឋនៅក្នុងដើមអំពិលបារាំងនេះទៀតទេមូលហេតុដែលតាចាន់មិនឲ្យនាងព្រាយរស់នៅដោយសារតែនាងនេះមានចរិតកាចសាហាវខ្លាំងណាស់បំណងរបស់វាគឺចង់សម្លាប់ចៅរបស់គាត់ឲ្យទៅរស់នៅជាមួយនឹងកូនរបស់វាតែម្ដងធម្មតាពពួកព្រាយអស់នេះយើងមិនអាចទុកចិត្តជាមួយនឹងវាបាននោះទេពាក្យពេចន៍វាច្រើនតែកុហកវាតែងតែធ្វើទៅឲ្យអ្នករស់នៅក្នុងផ្ទះមានអាការៈចម្លែកបើមិនបណ្ដាញវាចេញនោះទេប្រកាសជាបង្ករឿងផ្សេងទៀតទៅដល់អ្នកផ្ទះហើយដៃគូនិងខ្សែសីមាចាប់ផ្ដើមដុំទៅលើដើមអំពិលបារាំងក្រោយមកតាចាន់
ក៏ចាប់ផ្ដើមប្រសិទ្ធិមន្តអាគមបន្ថែមមួយជាន់ទៀតនៅពេលនោះតាច័ន្ទក៏បានយកដៃគោដ៏វែងមួយដើមទៀតលើកឡើងសូត្រសាបល័យមន្តអាគមដំពន្លិចចូលទៅក្នុងដើមអំពិលបារាំងនោះជាដៃគោចុងក្រោយបន្ទាប់ពីអាគមបានប្រសិទ្ធិរួចសម្លេងរបស់នាងព្រីក៏បានស្រែកកាន់តែខ្លាំងដោយសារតែនាងមិនអាចរស់នៅដើមអំពិលបារាំងនេះបានទៀតទេរីឯសម្លេងកូនព្រីនោះវាក៏ចាប់ដើមស្រែកដែរនាងព្រីដោយសារតែអាណិតទៅដល់កូនវាពេកវាក៏ចាប់ដើមនាំកូននាំចៅហោះហើរចេញពីដើមអំពិលបារាំងនេះបាត់ទៅទិសដៅរបស់វានោះក៏មិនដឹងថាទៅទីណាដែរក៏ប៉ុន្តែចាប់តាំងពីថ្ងៃនោះមកមិនបានឃើញពពួកព្រីសន្ធិដ្ឋនៅក្នុងដើមអំពិលបារាំងនោះតទៀតទេក្រោយមកតាច័ន្ទក៏បានពន្លំដើមអំពិលបារាំងនោះចោលតែម្ដងដោយសារតែគាត់មិនចង់ទុកដើមអំពិលបារាំងនោះបន្តទៀតឡើយចាប់តាំងពីថ្ងៃនោះមកគ្រួសាររបស់គាត់បានរស់នៅសុខសាន្តហើយតាច័ន្ទគាត់ចាប់ផ្ដើមបង្កើតមុខរបររបស់គាត់បន្ថែមទៀតមិនយូរប៉ុន្មានតាច័ន្ទគាត់ក៏បានរើសជាងដែលត្រូវជាបងប្អូនកូនចៅរបស់គាត់ដើម្បីឲ្យមកជួយធ្វើការនៅក្នុងទីកន្លែងរបស់គាត់ផងដែរហើយសាច់រឿងមន្តអាគមនេះផងដែរខ្ញុំបាទក៏សូមបញ្ចប់ទៅត្រឹមនេះសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាហើយខ្ញុំបាទក៏សូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីត្រង់ណាមិនសមរម្យនោះក៏សូមអធិស្ឋានចំពោះរូបខ្ញុំផងបាទសាច់រឿងមួយនេះគ្រាន់តែជាសាច់រឿងសរសេរនិពន្ធប៉ុណ្ណោះវាមិនមែនជាសាច់រឿងដែលបានកើតឡើងពិតប្រាកដនោះទេសូមអរគុណ